ជំរាបសួស្តីដល់គ្នាថ្ងៃនេះផងដែរគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការសរសេរដើម្បីទទួលបានបន្ទុកនៅក្នុងការប្រឡងពេទ្យអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាការប្រឡងពេទ្យគឺចិត្តមកដល់ហើយអញ្ចឹងរបៀបសរសេរគឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នានឹងអាចទទួលបានបន្ទុកល្អអាចទទួលបានឱកាសផ្សេងៗជាពិសេសគឺអាហារូបករណ៍តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាគូក៏បីយល់អំពីការសរសេរជាពិសេសយើងលួចមើលរបៀបសរសេរពេលដែលគ្រូបង្រៀនអញ្ចឹងទៅអញ្ចឹងដោយសារតែមានសិស្សប្អូនច្រើនគាត់បានសុំពីរបៀបសរសេររបស់ខ្ញុំការខ្ញុំសរសេរមិនអីចឹងទៅអញ្ចឹងខ្ញុំក៏បានចែក tip ហ្នឹងក៏ដល់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូហ្នឹងក៏ជាប្រយោជន៍មួយសម្រាប់អ្នកទាំងអស់គ្នាដែលគាត់ចង់ដឹងពីរបៀបសរសេរដើម្បីជៀសវាងការសរសេរខុសនៅពេលប្រឡងវាមិនខុសឲ្យអ្នកទាំងអស់គ្នាគ្រាន់ថាពេលខ្លះយើងសរសេរទៅវាបាត់បង់នៅរចនាសម្ព័ន្ធមួយឬក៏រចនាបថណាមួយដែលធ្វើយើងជៀសវាងយើងត្រូវតែប្រយ័ត្នអ្នកទាំងអស់គ្នាអញ្ចឹងប្រយ័ត្នគឺសំខាន់អញ្ចឹងអ្នកទាំងគ្នាដឹងហើយថាការប្រឡងបាក់ឌុបការប្រឡងពេទ្យគឺវាកត្តាដូចគ្នាមួយការប្រឡងបាក់ឌុបយើងដែរអញ្ចឹងក្បួនផ្សេងគឺយើងត្រូវយកមកអនុវត្តដូចគ្នាយើងអត់មានគិតថាប្រឡងនេះចេះប្រឡងនេះចោះហើយគាត់ថាវាមានការកែនឹងខុសពីការប្រឡងបាក់ឌុបអញ្ចឹងទៅអញ្ចឹងកន្លែងនេះអ្នកទាំងគ្នាត្រូវស្វែងយល់ដែរអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺជាមានន័យថាជាអ្វីដែលយើងត្រូវសរសេរអ្នកទាំងគ្នាឃើញថានេះគឺជាក្បាលស្រឡកិច្ចការអញ្ចឹងជាដំបូងគឺគេនឹងឲ្យយើងបំពេញសកម្មភាពជិះវៀងផ្លិចអញ្ចឹងគេនឹងឲ្យយើងបំពេញសិនមុននឹងយើងទៅធ្វើក្នុងលំហាត់អញ្ចឹងក្នុងនេះគឺគេបញ្ជាក់អំពីសម័យប្រឡងនេះអ្នកទាំងគ្នាអញ្ចឹងសម័យប្រឡងនឹងផងដែរគឺយើងត្រូវតែដាក់ថ្ងៃដែលយើងប្រឡងមកថាយើងប្រឡងថ្ងៃទី6ធ្នូ2025អញ្ចឹងយើងដាក់ថ្ងៃនោះមកទោះបីជាយើងប្រឡង2ថ្ងៃក្តី3ថ្ងៃក្តីក៏យើងត្រូវតែដាក់ថ្ងៃទី6ធ្នូដែរអ្នកគ្នាអត់មានដូរថ្ងៃទេហើយចំពោះមណ្ឌលប្រឡងបើសិនជាអ្នកទាំងគ្នាប្រឡងនៅមណ្ឌលភូមិន្ទភ្នំពេញអ្នកទាំងគ្នាអាចទៅសេអក្សរកាត់ឲ្យ UPP បានឬក៏សាកលវិទ្យាល័យភូមិន្ទភ្នំពេញចឹងមកអញ្ចឹងមកណាអ្នកទាំងគ្នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញមកហើយបើសិនជាអ្នកទាំងគ្នាដឹងលេខតលេខបន្ទប់ហើយអ្នកទាំងគ្នាគួរក៏បីបំពេញវាបានបន្ទប់លេខ10ហើយលេខតលេខ108អញ្ចឹងអ្នកទាំងគ្នាបំពេញឲ្យហើយឈ្មោះមកថាខ្ញុំឈ្មោះអញ្ចឹងមកកំណើតហើយហត្ថលេខាចឹងមកអ្នកទាំងគ្នាខ្ញុំចង់បញ្ជាក់មួយថាកន្លែងហត្ថលេខាគឺត្រូវតែមានអនុវគ្គ2បើគាត់រវល់មកក្រៅគឺត្រូវតែហៅគាត់មកសញ្ញេឲ្យបានមួយជិះវៀងខុសហើយអ្នកទាំងគ្នាបើមិនយើងអត់ឲ្យគាត់បំពេញឲ្យទេគឺអាចនឹងមានបញ្ហារបស់យើងដែរដោយសារគេទាមទារនៅក្នុងការឲ្យអនុវគ្គហ្នឹងគឺបំពេញ2អញ្ចឹងណាហើយកន្លែងវិញ្ញាសាអ្នកទាំងគ្នាបំពេញជីវៈមកបើសិនអ្នកទាំងគ្នាប្រឡងជីវៈវិទ្យាចឹងមកហើយចម្លើយឡើងនេះអញ្ចឹងចម្លើយឡើងនឹងផងដែរគឺអ្នកទាំងគ្នាអាចថាចេះបើតាមកំណត់ខ្ញុំហ្មងណាខ្ញុំចង់ឲ្យអ្នកទាំងគ្នាសេពីអញ្ចឹងមកជួនហ្នឹងអ្នកទាំងគ្នាកុំប្រឡងអីណាបើសិនជាអ្នកទាំងគ្នាថាអត់សោះខ្ញុំធំខ្ញុំចង់ប្រឡងអញ្ចឹងអ្នកទាំងគ្នាសួរអ្នកគាត់កែអ្នកគាត់អនុរិយសិនថាសេបានបើគាត់ថាអូខេមកបន្តបានចឹងអ្នកទាំងគ្នាអាចចង់បានតែបើសិនជាគាត់ថាទៅសេតាមរបៀបយើងរៀនអ្នកទាំងគ្នាអាចទៅសេពីលើនេះមកបានទៅអញ្ចឹងណាអញ្ចឹងអូមិនថាយើងប្រឡងមុខវិជ្ជាហ្នឹងអញ្ចឹងយើងប៉ះមកជីវៈអញ្ចឹងទៅសេចម្លើយអញ្ចឹងយើងត្រូវផែម្លងផែប៉ុណ្ណឹងមកអ្នកទាំងគ្នានេះម្លងកម្រិតប៉ុណ្ណឹងអ្នកទាំងគ្នាគិតសម័យមើលទៅបើប៉ុណ្ណាសមប៉ុណ្ណឹងទៅហើយយើងឆ្លើយមកយើងឆ្លើយថាយ៉ាងម៉េចអញ្ចឹង post មានសារៈសំខាន់ម៉េចចុះមកថា post មានសារៈសំខាន់ដូចខ្លះ post មានសារៈសំខាន់ដូចម្ដេចមិនថាគេសួរអញ្ចឹងយើងមិនធ្វើសេចម្លើយអញ្ចឹងយើងអត់ត្រូវនិយាយដូចម្ដេចទេ post មានសារៈសំខាន់គឺហើយយើងដាក់ចេះមកត្រីមកបង្ហាញឲ្យដឹងពីការលូតលាស់អញ្ចឹងមកអ្នកទាំងគ្នាដឹងហើយផ្សេងសេថាអញ្ចឹងមានន័យថាកន្លែងនេះគឺយើងទៅសេឲ្យត្រូវស្មើគ្នានេះកន្លែងលេខ1និងត្រេហ្នឹងឲ្យស្មើគ្នាខ្ញុំឃើញថាឆ្នាំមុនគឺគេមានអ្នកខ្លះថាឲ្យត្រេមិនឲ្យត្រេចឹងអ្នកទាំងគ្នាស្ដាប់តាមអ្នកគាត់កែបើសិនគាត់ឲ្យត្រេគឺត្រេទៅបើគាត់ថាអត់ទៅប៉ុន្តែកុំភ្លេចស្ដាប់គ្រូដែលអ្នកទាំងគ្នារៀនគួរគាត់ផងព្រោះតែគាត់ទទួលបានព័ត៌មានអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅមានប៉ុណ្ណឹងហើយចំពោះមួយទៀតបើសិនជាសំណួរដែលវាមានត្រេក្នុង2អញ្ចឹងសំណួរ2ហ្នឹងគេសួរថាតើ
សំណួរ2គេសួរថាចេះសួរថាតើវិស្វកម្មសេនទីផ្ដល់ផលប្រយោជន៍អីចឹងយើងឆ្លើយចេះមកវិស្វកម្មវិស្វកម្មសេនេតិកផ្ដល់ប្រយោជន៍ចឹងណាផ្ដល់ប្រយោជន៍ចឹងមកចឹងហើយយើងត្រូវធ្វើនេះដូចគ្នាបន្តមកអ្នកទាំងគ្នាដាក់មកក្នុងវិស័យកសិកម្មអញ្ចឹងមកក្នុងវិស័យកសិកម្មចឹងអាកន្លែងក្នុងវិស័យកសិកម្មវាមិនត្រូវមានចំណុចក្នុងហ្នឹងចឹងអ្នកទាំងគ្នាដាក់ត្រេដែរប៉ុន្តែត្រេអ្នកទាំងគ្នាត្រេទុចនៅក្នុងនេះធ្វើឲ្យរុក្ខជាតិមានផ្លែផ្កាច្រើនចឹងអ្នកទាំងគ្នាសេចឹងមកមកថាខំមានទៀតធន់នឹងជំងឺចឹងមកចឹងយើងសេចឹងទៀតមកហើយផ្សេងតាមនឹងមកទៀតមកអញ្ចឹងចប់ហើយខាងទៅអញ្ចឹងសំណួររបស់យើងគឺវាមានតែប៉ុណ្្នឹងទេអ្វីដែលអ្នកគ្នាឆ្ងល់អញ្ចឹងយើងត្រូវមើលគំនិតថាតើពីនេះទៅនេះគាត់ថាបើនេះត្រូវចប់បន្ទាត់សំណួរប៉ុណ្ណឹងគឺយើងត្រូវចោះប៉ុណ្ណឹងធ្វើបែបប៉ុណ្នេះនឹងវាស្មើគ្នាហើយផ្សំគំនិតនេះបន្តិចអានេះគឺត្រូវស្មើគ្នាដល់ពេលដែលចំណុចនៅក្នុងត្រេអាចុចនឹងអាត្រេនឹងទៀតគឺយើងត្រូវធ្វើមិនដាក់រៀងចូលក្នុងតិចទៅហើយដាក់ត្រេមកកុំប្រើសញ្ញាផ្សេងទៀតខ្លាចឲ្យជីវៀងនៅពេលដែលយើងប្រឡងគឺគេគិតថាវាជាសញ្ញាដែរនេះចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងអ្នកនរគ្នាជួបប៉ុណ្ណឹងអ្នកនរគ្នាទទួលបានជោគជ័យអរគុណ